បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរៀបចំបេះសណ្តែកគួរដែលខ្ញុំបានដាំនៅតាមដំបងនេះដើម្បីដាំឲ្យវាឡើងជាមួយនឹងដំបងមិនពិបាកយើងធ្វើជារងជាអីវាទេហើយថ្ងៃនេះដាំសណ្តែកគួររបស់ខ្ញុំឃើញថាលឹកវាធំធំខៀវខ្ចីបែបអាសូតវាច្រើនដោយសារអីដោយសារខ្ញុំបានដាក់ជីអាសូតហ្នឹងគឺថាដាក់នៅតាមគល់ហ្នឹងគឺវាច្រើនមែនទែនជីសេរីយើងណាយើងមិនប្រើជីគីមីទេប្រើជីគីមីយើងអស់លុយឬក៏អស់ថវិកាទិញជីគីមីយកមកដាក់វាអឺដើម្បីឲ្យវាដើមល្អបែបនេះប៉ុន្តែអត់ទេយើងដាក់ជីស្រីរៀង3 4ថ្ងៃដាក់ម្ដង3 4ថ្ងៃដាក់ម្ដងតែយើងកុំដាក់ច្រើនហើយសម្រុកវាធ្វើឲ្យដីហឹរហើយធ្វើឲ្យវារួយរឹសផ្លែឃើញថាមានច្រើនពី3ថ្ងៃគឺយើងទុកឲ្យវាធំគឺឃើញថាយើងអាចបានត្រឹមមួយសម្លសម្រាប់យើងយកទៅឆាឬក៏យកទៅលក់ឬក៏យកជាឡអីផ្សេងសម្រាប់តម្រូវការពាក់ព័ន្ធជាមួយនឹងសណ្តែកគួរសណ្តែកគួរគឺបញ្ហាដែលយើងដាំនៅពេលដែលវាចេញផ្លែនោះគឺបញ្ហាចៃសត្វល្អិតទុំមកលើអាសណ្តែកគួរនឹងខ្មៅច្រើនណាស់អញ្ចឹងខ្ញុំបានដាក់ជាមួយនឹងក្រងប៉ុន្តែវាមិនទាន់កម្ចាត់អស់តែយើងដាក់ក្រងនឹងឲ្យច្រើនបន្តិចដើម្បីឲ្យអស់អញ្ចឹងខ្ញុំរកក្រងមិនសូវបានដែរដោយសារអត់សូវសបោក្រងហើយឥឡូវនេះខ្ញុំបានឃើញផ្លែមួយដែលវាធំយើងអាចទុកធ្វើពូជបានតែខ្ញុំអត់ទុកទេបេះវាយកមកឡមកខ្ញុំថាមួយដៃបាត់ទៅហើយនេះខ្ញុំកលេចមើលព្យាយាមកលេចមើលដែរដើម្បីឲ្យឃើញវាបើមិនឃើញនេះវាធំដឹងធំរិចចោលហើយយើងហូបក៏អត់ឆ្ងាញ់ដែរសណ្តែកគួរទៅពេលដែលយើងហូបទុំទូចខ្ចីខ្ញុំថាអូឆ្ងាញ់ខ្លាំងមែនតើមិនបាច់ចាំទុកឲ្យវាធំពេកទេបងប្អូនតែទុកធំពេកវានាំឲ្យសណ្តែកគួរយើងបាត់រសជាតិដែលយើងហូបខ្ចីដែលវាទំដុះជាផ្លែមកហើយមិនទាន់ជ្រុះផ្កាចេញពីគល់ហ្នឹងថាឆ្ងាញ់ខ្លាំងមែនតើនេះសណ្តែកគួរខ្ញុំដើរបេះមិញនេះគឺអស់ហើយប៉ុន្តែនៅសល់ដើមនៅដើមហ្នឹងគឺនៅសល់ផ្លែតូចដែរអញ្ចឹងទុកឲ្យវាប្រមូលផល2 3ថ្ងៃក្រោយអាចប្រមូលផលបានទៀតអរគុណច្រើនបងប្អូន